បាទមកទៀតហើយគឺក្រុមបេះបន្លែគេបន្លែតាមផ្លូវបាទឥឡូវនេះគឺចាប់ដើមនាំគ្នាបេះបន្លែតាមផ្លូវអត់មានខ្វាយខ្វល់ពីណាពីណីទេគឺដឹងតែបេះយកហើយម្ចាស់គេតាមតនហ្នឹងបានស៊ីថ្មងរបស់គេហើយគ្មានខ្វល់ទេបេះយកណាពីរនាក់ក្នុងគ្នាគាត់បេះម្ទេសហើយខ្ញុំបេះពោតបារាំងហើយឆ្លៀតថតវីដេអូទៀតចែកជូនបងប្អូនទស្សនាកំសាន្តខ្ញុំនិយាយលេងទេបងប្អូនតែក៏ពិតគឺស្គាល់ឡងប្រុសខ្មែរគាត់ម្នាក់គាត់តឹមមកអញ្ចឹងណាហើយគាត់ក៏ណែនាំឲ្យមកលេងនៅកន្លែងគាត់ហើយគាត់ដាំបន្លែដាំអីអញ្ចឹងទៅក៏គាត់ឲ្យបេះម្ទេសបេះអីហូបគាត់ថាត្រូវការអីបេះនឹងហូបទៅហើយចាំកាលម្ចាស់គេឲ្យដៃអីយើងមិនបេះយកមកហូបអីមានណាបេះបានមួយស្បោងឯងដាក់កតាបយកមកហូបផ្ទះបាទនេះមកប្លន់ម្ទេសគេនេះចូលចិត្តម្ទេសឥឡូវនេះមកបេះម្ទេសហើយម្ទេសដល់តែពីរដើមឯនេះបេះផ្លែដល់ហើយដាំតែមុខផ្ទះចេះហូបទៅនេះមានតាំងពីទ្របមានតាំងពីសដែកមានតាំងពោតប្រាំងនេះពោតប្រាំងលើពងបេះម្ទេសជាតិអីជាតិយ៉ាងនេះពងបេះម្ទេសគេហើយលឹកមានលឹកមានម្ទេសមានមែភៅមានអីនេះរម្ទេសលឹកដាំងម្ទេសទេសភាពស្រស់ស្អាតហើយមើលថ្ងៃលិចអីពុកម៉ែបងប្អូនស្អាតមែនតែនហើយស្រូវនេះគេចាប់ដើមឆូតបដាហើយពាក់កណ្ដាលខែ9ហើយចាប់ដើមជាក់បដាហើយត្រជាក់បណ្ដាហើយខ្ញុំដើរតាមវាស្រែខាងក្រោយខ្ញុំនេះហៅស៊ឺនេះវាស្រែថ្ងៃលិចចឹង